អូនអើយព័ត៌មានមួយនេះកំពុងតែរសើបខ្លាំងនៅប្រទេសចៅសៀមកុំភ្លេចជួយ share ចែកគ្នាសោយណានឹងហើយថ្មីនេះបងប្អូននេះអ្នកស្រីសុភជីដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចៅសៀមហ្នឹងគឺប្រជាជនថៃកំពុងរងមុខខ្លាំងបងប្អូនជាពិសេសក្រុមប្រជាជនដែលកំពុងរកស៊ីជួញដូរនៅប្រទេសថៃលក់មិនដាច់ទេបងប្អូនហើយប្រហែលមួយរយៈចុងក្រោយហ្នឹងប្រជាជនភាគច្រើន70-80% នៃផ្ទៃប្រទេសទាំងអស់ដែលកំពុងឲ្យរកស៊ីជួញដូរនៅប្រទេសថៃដោយសារវិបត្តិសេដ្ឋកិច្ចដោះស្រាយមិនចេញហ្នឹងគឺឥឡូវនេះរកអាមុខថាសវាមិនចេញសោះបន្ទាប់មកក៏រកជំនួយការគឺដៃស្ដាំរបស់អាមុខថាសលោកស្រីជុបជីនេះក៏ប៉ុន្តែបាត់ក្បាលឈឹងឥឡូវនឹងប្រជាជនកំពុងអាស្រ័យបកកប្រកាសតាមបណ្ដាញសង្គមថាបាត់ក្បាលទៅណាអញ្ចឹងបងប្អូនហ្នឹងហើយមានអីបងប្អូនកាលពីម្សិលមិញចាថ្ងៃទី7 ខែ 7 2026ហ្នឹងណាគឺសារព័ត៌មានថៃបានចេញផ្សាយថាចេះមានសំណួរជាច្រើនបានចរាចរតាមអ៊ីនធឺណិតអំពីការលេចធ្លាយព័ត៌មានសាធារណៈរបស់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រីសុភជីបន្ទាប់ពីលោកស្រីរងការរិះគន់ជាសាធារណៈអំពីប្រសិទ្ធភាពនៃការងាររបស់លោកស្រីការស្មាននេះត្រូវបានលើកឡើងនៅថ្ងៃច័ន្ទដោយអ្នកគ្រប់គ្រងទំព័រ Facebook ផ្លូវការរបស់លោកស្រីបានបង្ហោះថាចង់ដឹងថាលោកស្រីសុភជីបានទៅណាមែនទេសូមតាមដានទំព័ររបស់ក្រសួងពាណិជ្ជកម្មទៅលោកស្រីរវល់ធ្វើការនៅទីនោះហើយមិនសូវមានពេលវេលាបង្ហោះញឹកញាប់ទេអេដមីនកាន់ page របស់លោកស្រីនេះគេបានឆ្លើយតបថាលោកស្រីកំពុងតែរវល់នៅក្រសួងពាណិជ្ជកម្មហើយចុះបើរវល់ខ្លាំងណាស់មិនក៏មិនឆ្លើយតបជាមួយប្រជាជនផងគេកំពុងតែសួររកក្បាលនោះមិនដោះស្រាយរឿងបញ្ហាវិបត្តិសេដ្ឋកិច្ចជាពិសេសការដាំដុះហើយនឹងការលក់ដូរមិនដាច់យល់ទេប្រទេសជាតិកំពុងតែវឹកវរតែមួយថ្ងៃខួរក្បាលគិតតែចង់បានដីខ្មែរចង់ប្លន់ដីខ្មែរអញឆ្ងល់ពួកឯងគិតអីគេអូយអញទៅសើមែនតាធ្វើបានមែនតាហើយអញ្ចឹងទៅសើតែប្រទេសខ្លួនអញរុងរឿងទៀតហើយពួកប្រជាជនសៀមមួយចំនួនហ្នឹងឲ្យប្រហែលជា30% អីបងប្អូនហ្នឹងឯង40% ហ្នឹងឯងដែលវាឃ្លានសង្គ្រាមវានៅអាស្រ័យអញ្ចឹងវាយទៅពួកជ្រុលនិយមក៏ប៉ុន្តែ60% នៃផ្ទៃប្រទេសបងប្អូនគេមិនចង់បានសង្គ្រាមទេព្រោះកំពុងតែជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរចាហើយជាពិសេសទៀតនោះគឺទឹកជំនន់លេចខ្លាំងឡើងហើយឮថាខែ9ខែ10ហ្នឹងគឺលេចខ្លាំងតែម្ដងបងប្អូនយើងចាំមើលទាំងអស់គ្នាទៅបងប្អូនដោយសារអីដឹងស្រាប់ទេតាខែ9ខែ10នេះគឺរដូវវស្សាបងប្អូនរាល់ថ្ងៃនេះមិនទាន់ចូលរដូវវស្សាពេញលេញទេតែប្រទេសចៅសៀមមកលេច50-60 ខែទៅបងប្អូនចាអូយវេទនាខ្លាំងតែមកចោះថាខ្មែរយើងហ្នឹងទៅជាទឹកចំនួនលេចត្រូវការសុំជំនួយពីប្រទេសជិតខាងហើយរួមទាំងប្រទេសថៃដែរយាយប៉កែរនឹកមែនណានិយាយមែនអញសើមែនតើមើលនេះបងប្អូនកុំភ្លេចជួយ share ម្នាក់មួយផង